នេះខ្ញុំចង់និយាយអំពីជាតិស្ករហើយនឹងជំងឺដែលពាក់ព័ន្ធជាមួយនឹងជាតិស្ករវាជាប្រភពថាមពលហើយវាក៏ជាផ្នែកមួយដែលគេយកទៅសង់ជា DNA របស់មនុស្សឬក៏សត្វឬក៏រុក្ខជាតិប៉ុន្តែស្ករនៅពេលដែលយើងមិនចាំបាច់លើសតម្រូវការគឺស្ករវាជាជាតិពុលហើយជាតិពុលនោះលាក់មុខដែលយើងមិនដឹងខ្លួនហើយវាក៏ជាគ្រឿងញៀនដែរហើយដូច្នេះហើយបានយើងប្រើប្រាស់វានៅក្នុងកម្រិតចាំបាច់សម្រាប់ធ្វើថាមពលចាំបាច់សម្រាប់ផលិតទៅជា DNA ឬក៏ជួសជុល DNA កុំញ៉ាំស្ករលើសតម្រូវការហើយបង្កជំងឺច្រើនមុខការដែលយើងបញ្ចុះជាតិស្ករតាមធម្មជាតិគឺយើងត្រូវមានសារធាតុអុកម៉ូនឈ្មោះអ៊ីនស៊ូលីនដែលផលិតនៅក្នុងលំពែងហើយលំពែងវាជាសរីរាង្គមួយដែលផលិតអ៊ីនស៊ូលីនបញ្ចុះស្ករផងផលិត glucagon ដើម្បីដំឡើងស្ករផងនិងផលិតអង់ស៊ីមជាច្រើនដើម្បីរំលាយអាហារដូចជាអាហារធ្វើអំពីសាច់មានត្រីមានសាច់អាហារធ្វើពីបន្លែអាហារធ្វើអំពីបាយមើមដំឡូងគ្រប់យ៉ាងទាំងអស់គឺផលិតនៅក្នុងលំពែងប៉ុន្តែដើម្បីឲ្យយើងប្រើប្រាស់ជាតិស្ករបានញ៉ាំស្ករคล้ายទៅជាថាមពលញ៉ាំស្ករคล้ายទៅជាវត្ថុអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការឧទាហរណ៍ថាពេលខ្វះខ្លាញ់យកស្ករធ្វើខ្លាញ់ពេលខ្វះសាច់យកស្ករទៅធ្វើសាច់ពេលខូច DNA តម្រូវការឆ្អឹងមួយរបស់ DNA យើងគឺស្ករវាផ្នែកមួយតូចនៃ DNA ហើយអញ្ចឹងដើម្បីយើងយកវាទៅប្រើប្រាស់ចេញពីបាយចេញពីបន្លែចេញពីផ្លែឈើបានគឺយើងត្រូវមានអង់ស៊ីមហើយអញ្ចឹងអង់ស៊ីមនឹងភាគច្រើនផលិតនៅក្នុងលំពែងអង់ស៊ីមខ្លះផលិតនៅក្នុងទឹកមាត់នៅពេលដែលយើងទំពាហើយអញ្ចឹងពេលយើងញ៉ាំបាយអត់ទំពាគឺបាត់បង់ការរំលាយគឺធ្វើឲ្យបាយរលួយឬមួយក៏បាយនឹងអាចកាច់คล้ายទៅជាស្រាទៅជាតាប៉ែទៅជាស្រាសហើយបន្ទាប់មកវានឹងคล้ายទៅជាអាស៊ីតដូចយើងផឹកស្រាសអញ្ចឹងដើម្បីឲ្យជាតិស្ករដែលយើងញ៉ាំចូលទៅក្នុងក្រពះពោះវៀនវាជ្រាបចូលទៅក្នុងឈាមគឺយើងតម្រូវការឲ្យមានអង់ស៊ីមគ្រប់គ្រាន់តម្រូវការឲ្យមានជញ្ជាំងពោះវៀនល្អនិងប្រព័ន្ធឈាមរត់ល្អឲ្យមានថ្លើមល្អនិងឲ្យមានប្រមាត់ល្អបានអាចដឹកជញ្ជូនជាតិស្ករនោះចូលទៅដល់ក្នុងឈាមចែកចាយឲ្យប្រើប្រាស់បានហើយនៅពេលដែលទៅដល់កោសិកាគឺអ៊ីនស៊ូលីនគឺជាកូនសោចាក់កោសិកាដើម្បីយកស្ករចូលដូចយើងចាក់សោទ្វារដើម្បីយកម្ហូបអាហារចូលក្នុងផ្ទះពេលទៅដល់ក្នុងផ្ទះអ៊ីនស៊ូលីនឈប់ធ្វើអ្វីទាំងអស់ហើយគឺនៅខាងក្នុងមានអុកម៉ូនជាច្រើនដែលយកស្ករនោះយកទៅធ្វើជាថាមពលមាន adiponectin ដែលផលិតនៅក្នុងកោសិកានីមួយៗពិសេសកោសិកាខ្លាញ់មានអុកម៉ូនក្រពេញទីរ៉ូអ៊ីតវីតាមីន D3 ក្រៅពីនោះនៅមានអុកម៉ូនភេទរបស់ស្ត្រីរបស់បុរសនិងសារធាតុគីមីជាច្រើនទៀតរួមផ្សំជាមួយនឹងអង់ស៊ីមដែលផលិតឡើងដោយ DNA របស់យើងជាអ្នកបញ្ជាឲ្យផលិតហើយនៅពេលដែលផលិតចប់សពគ្រប់គឺនៅសល់កាកសំណល់គីមីគឺត្រូវមានអង់ស៊ីមត្រូវមានប្រព័ន្ធបន្សាបជាតិពុលដឹកជញ្ជូនចេញបន្សាបយកទៅចាក់ចោលហើយអញ្ចឹងយើងមើលនៅពេលដែលទាំងអស់នោះវាមានការរអាក់រអួលស្ទះត្រង់ណាក៏មានបញ្ហាវាជាខ្សែសង្វាក់ចាប់ពីពេលដែលយើងដាក់ចូលទៅក្នុងមាត់យើងចាប់ផ្ដើមទំពាលេបរហូតដល់យើងបានថាមពលហើយនៅសល់កាកសំណល់អញ្ចឹងស្ទះត្រង់ណាមានបញ្ហានៅត្រង់នោះហើយស្ទះកន្លែងមួយតូចអាចធ្វើឲ្យជាតិស្ករសល់ហើយជាតិស្ករសល់បើយើងមិនមើលយើងស្មានថាយើងកើតទឹកនោមផ្អែមទោះជាយើងខំតមយើងខំហាត់ប្រាណហើយយើងខំញ៉ាំថ្នាំយ៉ាងណាក៏នៅតែស្ទះដែរហើយពេលដែលវាស្ទះហើយយើងមិនមើលយើងគិតទៅពីតមហាត់ប្រាណហើយនឹងបញ្ចុះស្ករមិនជួសជុលអាកន្លែងស្ទះហ្នឹងគឺសរីរាង្គរបស់យើងហ្នឹងវាខូចរាលដាលវាខូចរហូតដល់មានពេលខ្លះវាមិនអាចធ្វើកិច្ចការបានវាក៏អាចក្លាយទៅជាមហារីកវាក៏អាចធ្វើឲ្យកាំងបេះដូងឬក៏ stroke ខួរក្បាលហើយក្រៅពីនោះនៅមានបញ្ហាជាច្រើនទៀតឧទាហរណ៍ថាអស់កម្លាំងឬមួយក៏ឃ្លានខុសប្រក្រតីឬមួយក៏ញ៉ាំមិនឆ្ងាញ់ឬមួយក៏ញ៉ាំហើយមិនដឹងឆ្អែតហើយក៏ឃ្លានវិញភ្លាមអញ្ចឹងដើម្បីយើងរៀនអំពីជំងឺទឹកនោមផ្អែមយើងត្រូវយល់អំពីបញ្ហាគ្រប់យ៉ាងទាំងអស់ដែលពាក់ព័ន្ធជៀសវាងកុំឲ្យកើតទឹកនោមផ្អែមហើយកើតទឹកនោមផ្អែមហើយកុំឲ្យមានការខូចសរីរាង្គក្នុងម្ដងមួយបន្តគ្នាអញ្ចឹងអានឹងជាសេចក្តីផ្ដើមត្រួសដែលពាក់ព័ន្ធអំពីស្ករចំណុចមួយទៀតដែលខ្ញុំចង់បន្ថែមគឺទម្រង់ជាតិស្ករនោះរូបរាងវាប្រហាក់ប្រហែលគ្នាជាមួយនឹងវីតាមីន C ហើយវាមានជាតិស្ករច្រើនប្រភេទក្រៅអំពីជាតិ glucose វាមាន fructose មាន lactose ដែលស្ករពីរចងជាប់គ្នាមាន sucrose
មាន D mannose និងស្ករដតៃទៀតជាច្រើនដែលមានពេលខ្លះយើងឡើងស្ករដតៃយើងញ៉ាំស្ករដតៃដែលមិនមែនជា glucose ព្រោះស្ករកាត់ទឹកនោមផ្អែមគឺ glucose ហើយចឹងជួនកាលយើងញ៉ាំ fructose ចូលទៅពេលញ៉ាំ fructose ចូលទៅក៏អាចមានផលប៉ះពាល់ទៅលើការកើតជំងឺទឹកនោមផ្អែមដែរគឺមិនមែនសល់ fructose ទេពេលញ៉ាំ fructose ទៅវាសល់ glucose យើងញ៉ាំទៅជាមួយគ្នាប៉ុន្តែយើងយក fructose ទៅធ្វើថាមពលមុនអញ្ចឹងពេលដែលយើងមាន glucose ក៏ច្រើន fructose ក៏ច្រើនអញ្ចឹងវានៅសល់ glucose ហើយនៅពេលដែលយើងយក fructose ទៅគឺយើងអាចនឹងខូចថ្លើមអាចនឹងខ្លាញ់ញក់ថ្លើមអាចនឹងរលាកថ្លើមពីព្រោះស្ករ fructose ហ្នឹងគឺជាស្ករដែលគេអាចបំបែកបានទៅនៅក្នុងថ្លើមទេកោសិកាដតៃទៀតបំបែកមិនបានទេហើយម្យ៉ាងទៀតបើសិនជាបំបែកបានតើតែថ្លើមហ្នឹងបំលែងអាស្ករ fructose ហ្នឹងឲ្យទៅជាស្ករ glucose បានដឹកជញ្ជូនយកទៅឲ្យកោសិកាដតៃប្រើបានហើយអញ្ចឹងនៅតែប៉ះលើថ្លើមដដែលអញ្ចឹងស្ករ fructose មកពីណាច្រើនជាងគេមកអំពីស្ករសស្ករត្នោតស្ករពោតស្ករអំពៅទឹកឃ្មុំផ្លែឈើជាច្រើនដែលមានស្ករច្រើនហ្នឹងគឺសម្បូរ fructose ដែរជាពិសេសផ្លែឈើដែលផ្អែមមុតពីព្រោះបើមានតែ glucose ផ្លែឈើហ្នឹងមិនផ្អែមមុតទេដល់ពេលផ្លែមៀនផ្លែទុរេនផ្លែប៉ោមផ្លែតាពាំងបាយជូរអាហ្នឹងវាមានជាតិ fructose ដែរអញ្ចឹងយើងគួរតែប្រយ័ត្ននៅពេលដែលយើងញ៉ាំផ្លែឈើដែលមានរសជាតិផ្អែមមុតមួយទៀតនៅពេលដែលយើងបំបែកជាតិ fructose សំណល់គីមីវាច្រើនហើយសំណល់គីមីនោះជាអាស៊ីតអុយរិកមិនចាំបាច់ឲ្យយើងញ៉ាំស្រាទេគឺសំណល់គីមីរបស់វាគឺជាអាស៊ីតអុយរិកមួយទៀតនៅពេលដែលយើងយក ATP ដែលជាថាមពលយកទៅបំបែកជាតិ fructose គឺ ATP របស់យើងតាមធម្មតាបើយើងយកប្រើប្រាស់ដើម្បីហាត់ប្រាណថាមពលហ្នឹងវាคล้ายទៅជាសារធាតុមួយដែលយើង recycle คล้ายទៅជាថាមពលវិញបានដោយងាយប៉ុន្តែបើសិនជាយើងប្រើប្រាស់ ATP យកទៅបំបែកជាតិស្ករ fructose ឲ្យคล้ายទៅជាថាមពលគឺបែកទាំងអស់គ្នាគឺ ATP របស់យើងនឹងមិនអាចយកទៅប្រើប្រាស់ម្ដងវិញទៀតបានទេគឺវាបែកខ្ទេចคล้ายទៅជាអាស៊ីតអុយរិកដែរអញ្ចឹង ATP ក៏คล้ายជាអាស៊ីតអុយរិកហើយ fructose ក៏คล้ายជាអាស៊ីតអុយរិកចុងក្រោយគេដូច្នេះនឹងក៏ជាជំងឺដែរជំងឺឡើងជាតិអាស៊ីតក្រៅពីឡើងអាស៊ីតគឺឡើងស្ករហើយនៅពេលដែលយើងចេះតែបំបែកអាជាតិស្ករនឹងយូរទៅវាខូចកោសិកាថ្លើមវាសល់សំណល់គីមីច្រើនហើយវាធ្វើឲ្យមនុស្សចាប់ផ្ដើមកើតជំងឺអស់កម្លាំងពីព្រោះ ATP វាតិចអញ្ចឹងដោយអាគុយនឹងវាអត់កាន់ថ្មអញ្ចឹងយើងសាកវាពេញហើយយើងប្រើបានតែមួយផ្លែតវាអស់វានៅអត់បានយូរដូចកាលពីមុនទេមានន័យថាយើងញ៉ាំបាយឆាប់ឃ្លានញ៉ាំច្រើនតែឆាប់ឃ្លានមែនតើឧទាហរណ៍ថាពីមុនញ៉ាំមួយចាន4ម៉ោងបានឃ្លានឬក៏6ម៉ោងបានឃ្លានតែលើកនេះញ៉ាំមួយចានឬក៏មួយចានកន្លះហើយអត់បាន4ម៉ោងទេបានតែ2ម៉ោងឬក៏3ម៉ោងទេហើយមួយទៀតពេលដែលយើងញ៉ាំស្ករច្រើននៅពេលដែលកោសិកាចំហេះនឹងវាកើនឡើងខ្លាំងវាធ្វើឲ្យម៉ាស៊ីនឡោកមានន័យថាកោសិកាហ្នឹងឲ្យដូចម៉ាស៊ីនមួយដែលស៊ីសាំងច្រើនអញ្ចឹងយើងញ៉ាំច្រើនតែយើងបានថាមពលតិចហើយវាមានសំណល់គីមីច្រើនដល់ពេលអញ្ចឹងជាតិស្ករខ្លះវានៅខាងក្រៅកោសិកាពេលវានៅខាងក្រៅកោសិកាវាក៏បំលែងតាមរបៀបផ្សេងហើយកោសិកាខ្លះពេលបានមកច្រើនពេកវាមិនដឹងថាយកទៅធ្វើអីអស់អញ្ចឹងវាក៏ចាប់ផ្ដើមបំលែងទៅជាខ្លាញ់មានន័យថាពេលដែលយើងមានជាតិស្ករវាคล้ายទៅជា pyruvate ចេញពី pyruvate គេយកវាទៅធ្វើជា acetyl CoA ហើយគេផលិតខ្លាញ់ចេញពីវានឹងតែម្ដងជួនកាលទៀតវាចេញពី glucose ទៅដល់ pyruvate ចេញពី pyruvate គឺវាធ្វើទៅជា lactic acid អញ្ចឹងឈឺខ្លួនឈឺសាច់ដុំខ្ជិលស្ពឹកស្រពន់រួយរមាស់ឈឺក្បាលពុកឆ្អឹងដុសបន្លាឆ្អឹងសឹកក្បាលឆ្អឹងសឹកឆ្អឹងខ្ចីទៅពេកឆ្អឹងខ្ចីអស់អញ្ចឹងឈឺជង្គង់ឈឺកន្លែងដែលមានបត់បែនហ្នឹងគឺសម្បូរឆ្អឹងខ្ចីហ្នឹងវាអាចនឹងធ្វើឲ្យយើងឈឺហើយនៅពេលដែល glucose ច្រើនគេធ្វើ pyruvate ហ្នឹងវានឹងคล้ายទៅជា alanine ហើយចេញ alanine L-alanine វាគឺជាសាច់តែបើសិនជាវាទៅជា L-alanine ភាគច្រើននៅពេលដែលយើងហាត់ប្រាណច្រើនពេលដែលយើងហាត់ប្រាណច្រើនមួយផ្នែកคล้ายទៅជា L-alanine ហើយគេយកវាទៅស្តុកទុកនៅក្នុងសាច់ដុំហើយវាធ្វើឲ្យសាច់ដុំនឹងធំមានថាមពលច្រើនរហ័សរហួនហើយយួរធ្ងន់ធ្វើការច្រើនមិនហត់អញ្ចឹងអានោះសំណាងជាងគេវាកាត់ឡើងនៅពេលដែលយើងហាត់ប្រាណពេលមានជាតិស្ករហើយវាហាត់ប្រាណមិនមែនថាខ្ញុំញ៉ាំស្ករច្រើនមិនអីទេខ្ញុំហាត់ប្រាណអត់ទេជួនកាលហាត់អត់ទាន់ទេពីព្រោះវាស្អិតជាប់ក្របឈាមក្រហមស្អិតជាប់ជាតិប្រូតេអ៊ីនស្អិតជាប់អញ្ចាំងអញ្ចឹងអាហ្នឹងអត់មានសុវត្ថិភាពទេដូចថាឥឡូវហ្នឹងមានភ្លៀងហើយខ្ញុំដើរកាត់ភ្លៀងមួយផ្លែតទៅយកឆាត់នៅក្នុងឡានទៅរំទៅដើរដល់ក្នុងឡានអាភ្លៀងខ្លាំងអញ្ចឹងយើងទៅទឹកភ្លៀងអស់ហើយអាហ្នឹងដូចគ្នាអញ្ចឹងអ្នកដែលគាត់ថាអីខ្ញុំញ៉ាំច្រើនស្អែកឡើងចាំខ្ញុំហាត់ប្រាណហ្នឹងដូចយើងខ្ញុំដើរកាត់ភ្លៀងសិនទៅយកឆាត់នៅក្នុងឡានហើយអញ្ចឹងឥឡូវខ្ញុំបាននិយាយត្រួសមកខ្ញុំមិនបាច់សរុបឡើងវិញទេឥឡូវនេះខ្ញុំចង់និយាយតែជំងឺដែលពាក់ព័ន្ធជាមួយនឹងជាតិស្ករ
ជំងឺទី1ដែលគាត់ងាយកើតជាងគេកើតមុនគេគឺជំងឺខ្វះស្ករឬក៏ឧស្សាហ៍ធ្លាក់ជាតិស្ករហើយជំងឺបន្ទាប់គឺប្រឈមនឹងការកើតទឹកនោមផ្អែមជួនកាលប្រឈមនឹងការកើតទឹកនោមផ្អែមប្រភេទទី1ជួនកាលប្រឈមនឹងប្រភេទទី2ជួនកាលប្រឈមនឹងប្រភេទទី3ហើយជួនកាលកើតជំងឺស៊ាំនឹងអ៊ីនស៊ូលីនជួនកាលកើតជំងឺ glucose intolerance ឬមួយក៏កើតជំងឺទឹកនោមផ្អែមប្រភេទទី3គេហៅថា T3CDM ហើយគាត់ក៏អាចកើតជំងឺទឹកនោមផ្អែមប្រភេទទី4ដែរអញ្ចឹងម្ដងមួយណាដំបូងយើងនិយាយអំពីជំងឺខ្វះជាតិស្ករគេហៅ reactive hypoglycemia យើងធ្លាប់និយាយហើយអានឹងកើតមកពីការញ៉ាំស្ករច្រើនពេកញ៉ាំស្ករលឿនពេកក៏ប៉ុន្តែវាមិនមែនមានមូលហេតុតែប៉ុណ្្នឹងទេមានមូលហេតុដទៃទៀតដែលធ្វើឲ្យយើងនឹងកើតទៅជាជំងឺខ្វះជាតិស្ករយើងកុំនិយាយថាមានពេលខ្លះគាត់មានមេរោគច្រើនពេកហើយអាមេរោគនឹងវាចាប់ស្ករស៊ីជួនកាលទៀតមានមេរោគខ្លះវាស៊ីស្ករអស់វាបំលែងស្ករអស់នៅក្នុងពោះវៀនហើយមិនបានជ្រាបញ៉ាំមួយចានដូចមុនដែរក៏ប៉ុន្តែវាជ្រាបបានតែខ្លះហើយអាខ្លះទៀតមេរោគស៊ីអស់ឬមួយក៏វាបំលែងទៅជាស្រាអស់ដូចយើងញ៉ាំទឹកត្នោតខ្លាយជាទឹកត្នោតជួយខ្លាយជាទឹកខ្មេះអញ្ចឹងតែក៏មានជំងឺជាច្រើននៅពេលដែលយើងញ៉ាំស្ករច្រើនញឹកញាប់ហើយជាពិសេសសិតតែប្រភេទជាតិស្ករដែលងាយជ្រាបខ្ញុំបានជម្រាបហើយថាអាជាតិស្ករញ៉ាំអាជាតិស្ករងាយជ្រាបលឿនហើយញ៉ាំច្រើនរយៈពេលវែងគឺវាធ្វើឲ្យរាងកាយរបស់យើងនឹងស្រូបអាជាតិស្ករនឹងលឿនអាកោសិកាលំពែងបញ្ចេញជាតិអ៊ីនស៊ូលីនគំហុកច្រើនមែនតើហើយអារាងកាយនៅខាងក្រៅហ្នឹងមិនមែនស៊ាំអ៊ីនស៊ូលីនទេគឺអាអ៊ីនស៊ូលីនហ្នឹងវាធ្វើការកាន់តែខ្លាំងអាហ្នឹងជំហានដំបូងអញ្ចឹងបានអ្នកញ៉ាំស្ករច្រើនមុននឹងកើតជំងឺទឹកនោមផ្អែមគឺគាត់កើតជំងឺធ្លាក់ជាតិស្ករសិនម្ដងទៀតណាពេលដែលយើងញ៉ាំស្ករចូលទៅជាពិសេសស្ករដែលជ្រាបលឿនគឺវាភ្ញូចលំពែងខ្លាំងមែនទែនដើម្បីឲ្យបញ្ចេញជាតិអ៊ីនស៊ូលីនឲ្យច្រើនអញ្ចឹងជាតិអ៊ីនស៊ូលីននឹងយកធ្វើអីយកទៅបញ្ចុះស្ករអញ្ចឹងនៅពេលដែលយើងបញ្ចេញបានច្រើនគឺបញ្ចុះបានលឿនហើយដំបូងរាងកាយរបស់យើងនឹងមិនមែនកើតជំងឺស៊ាំនឹងអ៊ីនស៊ូលីនទេវាផ្ទុយពីជំងឺស៊ាំនឹងអ៊ីនស៊ូលីនស៊ាំនឹងអ៊ីនស៊ូលីនមានន័យថាអ៊ីនស៊ូលីនធ្វើការមិនសូវល្អរាងកាយរបស់យើងមានន័យថាកោសិការបស់យើងនឹងវាឆ្លើយតបនឹងអ៊ីនស៊ូលីននឹងយឺតដូចមនុស្សស្ទក់ចឹងចំណែកអ្នកកើតជំងឺខ្វះជាតិស្ករហ្នឹងគឺផ្ទុយគឺមានន័យថាអ៊ីនស៊ូលីនធ្វើការខ្លាំងមែនតើបើសិនជាស៊ាំនឹងអ៊ីនស៊ូលីនឧទាហរណ៍ថាយើងមានអ៊ីនស៊ូលីនដល់ទៅ20ហើយជាតិស្ករយើង110អាហ្នឹងស៊ាំហើយតែអ្នកដែលកើតជំងឺខ្វះស្ករផ្ទុយពីហ្នឹងមានអ៊ីនស៊ូលីនតែ5ស្ករមានតែ70អញ្ចឹងមានន័យថាអ៊ីនស៊ូលីនតិចហ្នឹងវាធ្វើការខ្លាំងមែនតើអាហ្នឹងកើតឡើងនៅជំហានដំបូងគឺរាងកាយរបស់យើងហ្នឹងសម្របជាមួយនឹងស្ថានភាពអញ្ចឹងយើងគិតមើលអ៊ីនស៊ូលីនចេញគំហុកច្រើនមែនតើដើម្បីបញ្ចុះស្ករហើយរាងកាយស្រូបស្ករលឿនអញ្ចឹងពេលដែលញ៉ាំហើយវាទៅណាបាត់អស់គឺវាចូលក្នុងកោសិកាអស់គេយកវាបំលែងទៅជាខ្លាញ់អស់គេយកវាបំលែងទៅជាថាមពលគេយកវាបំលែងទៅជាអាស៊ីតគេយកវាទៅចងជាប់គ្នាคล้ายទៅជា glycogen ស្តុកទុកក្នុងថ្លើមស្តុកទុកក្នុងសាច់ដុំអញ្ចឹងនៅក្នុងឈាមធ្លាក់ដល់ពេលធ្លាក់ខួរក្បាលអត់មានស្ករខួរក្បាលចង់សន្លប់ឬមួយក៏សន្លប់ឬមួយក៏ដេកអត់លក់ឬមួយក៏កើតជំងឺភ័យខ្លាចជំងឺផ្លូវចិត្តអាហ្នឹងគឺជំងឺខ្វះជាតិស្ករហើយមានអ្នកជំងឺជាច្រើនអ្នកដែលមុននឹងកើតទឹកនោមផ្អែមគឺកើតជំងឺខ្វះស្ករសិនមុននឹងកើតជំងឺផ្លូវចិត្តគឺកើតជំងឺខ្វះជាតិស្ករសិនមុននឹងគេងមិនលក់គឺកើតអាចជំងឺខ្វះស្ករនឹងដែរមិនមែនទាំងអស់គ្នាខ្វះស្ករទាំងអស់គ្នាទេក៏ប៉ុន្តែខ្ញុំនិយាយនេះថាកុំឲ្យមើលរំលងឧទាហរណ៍ថាក្នុងចំណោម10នាក់មានមនុស្សម្នាក់ទៅ2នាក់គាត់ដេកមិនលក់ដោយសារគាត់កើតជំងឺខ្វះស្ករហើយខ្វះពេលយប់ហើយអញ្ចឹងយើងអាចធ្វើតេស្តរុករកបានធ្វើជាកញ្ចប់ដើម្បីរុករកជាកញ្ចប់បើមិនមែនជាកញ្ចប់ទៅមើលតែជាតិស្ករយើងមិនដឹងមូលហេតុអ្វីបានយើងកើតជំងឺនឹងទេសរុបមកវិញជំងឺធ្លាក់ជាតិស្ករគឺអ៊ីនស៊ូលីនចេញគំហុកហើយពេលដែលអ៊ីនស៊ូលីនធ្វើការជាមួយនឹងរាងកាយគឺធ្វើការបានខ្លាំងមែនតែនអញ្ចឹងស្ករធ្លាក់លឿនមែនតើលោកស្រីចាំជារួមមូលហេតុធ្លាក់ជាតិស្ករហ្នឹងអ៊ីនស៊ូលីនចេញកំហុកហ្នឹងដោយសារញ៉ាំស្ករច្រើនឬក៏អីនៅពេលដែលយើងញ៉ាំជាតិស្ករច្រើនរយៈពេលវែងហើយជាពិសេសញ៉ាំជាតិស្ករដែលងាយជ្រាបដែលជ្រាបលឿនដើម្បីប្រៀបធៀបអ្វីទៅស្ករជ្រាបយឺតអ្វីទៅស្ករជ្រាបលឿនបើយើងញ៉ាំបាយហើយបាយហ្នឹងយើងដាំជាប់ហើយយើងទុកវាឲ្យត្រជាក់យ៉ាងតិច2ម៉ោងបានយើងញ៉ាំអានឹងជ្រាបយឺតតែបើសិនជាយើងដាំបាយអត់ជាប់ហើយញ៉ាំទាំងក្តៅអានឹងជ្រាបលឿនហើយបើយើងយកអង្ករទៅស្ងោរធ្វើជាបបរអានឹងកាន់តែលឿនទៀតអញ្ចឹងពេលដែលយើងញ៉ាំបបរចូលទៅគឺវាភ្ញួចកោសិកាខ្លាំងឲ្យបញ្ចេញមកទាំងអស់អ៊ីនស៊ូលីនដែលគេផលិតបានស្តុកទុកនៅក្នុងលំពែងប្រមាណគីឡូប្រមាណក្អមគឺវាចេញមកទាំងអស់
អញ្ចឹងវាចេញលឿនណាស់អញ្ចឹងវាភ្ញូចលឿនវាភ្ញូចខ្លាំងដោយសារវាជ្រាបលឿនហើយខួរក្បាលគិតថាអូស្ករមកច្រើនណាស់អញ្ចឹងអ្នកឯងបញ្ចេញមកឲ្យច្រើនមកប៉ុន្តែជ្រាបលឿនមានន័យថាជ្រាបតែមួយផ្លែតអស់រលីងស្ករមានតែប៉ុណ្្នឹងឯងអស់ហើយដល់អញ្ចឹងទៅវាទម្លាក់ស្ករគំហុកអាអ៊ីនស៊ូលីនហ្នឹងដូចយើងចាក់ថ្នាំទឹកនោមផ្អែមជ្រុលសន្លប់អញ្ចឹងឬមួយក៏ចាក់ថ្នាំទឹកនោមផ្អែមអត់ញ៉ាំអីឬក៏ញ៉ាំអីតិចពេកអញ្ចឹងគឺអាអ៊ីនស៊ូលីនហ្នឹងវាចាប់ស្ករយកទុកអស់លីងដល់ពេលទុកអស់ទៅវាធ្លាក់ជាតិស្ករទៅខួរក្បាលរបស់យើងហ្នឹងអត់មានស្ករតែត្រឹម60 65អីអ្នកខ្លះចង់សន្លប់អីហើយបើដល់ក្រោម50សន្លប់បាត់ហើយអ្នកខ្លះក្រោម40បានសន្លប់ធ្លាប់ឃើញម្នាក់នោះ27ហើយនៅតែអត់សន្លប់ទៀតអាហ្នឹងករណីពិសេសករណីលើកលែងតែបើក្រោម20គេពិសោធន៍នៅលើសត្វស្វាវាស្លាប់ហើយក្រោម20ខួរក្បាលរបស់វាស្លាប់ហើយហើយអញ្ចឹងនៅក្នុងមនុស្សខ្លះទៀតក្រៅតែអំពីអ៊ីនស៊ូលីននឹងវាចេញលឿនពេករាងកាយរបស់គាត់ក្រៅពីនឹងគឺគាត់មានreceptor insulin នៅតាមកោសិកានីមួយៗreceptor ហ្នឹងដូចជាអង្គតែនចាប់ insulin ណាគឺវាធ្វើការលឿនដែលខ្ញុំនិយាយថាវាមានប្រសិទ្ធភាពមែនតើណាមានតែបន្តិចឧទាហរណ៍ថាមានតែ2មានតែ3ស្ករធម្មតាមាន5ស្ករធ្លាក់ណាតែអ្នកស៊ាំនឹងអ៊ីនស៊ូលីនវិញមានអ៊ីនស៊ូលីន10មានអ៊ីនស៊ូលីន20ស្ករនៅតែឡើងលើសកើតទឹកនោមផ្អែមហ្នឹងស៊ាំអ៊ីនស៊ូលីនអញ្ចឹងវាផ្ទុយពីការស៊ាំនឹងអ៊ីនស៊ូលីនអញ្ចឹងយើងគិតមើលពេលដែលអ៊ីនស៊ូលីនចេញច្រើនហើយអ៊ីនស៊ូលីនហ្នឹងវាធ្វើការខ្លាំងអញ្ចឹងរឿងអីមិនចាប់ស្ករអស់ចេញពីក្នុងឈាមពេលដែលអស់មានរោគសញ្ញាអ្នកជំងឺភ័យទៅញ៉ាំទៀតទៅញ៉ាំទៀតអស់ទៀតទៅញ៉ាំទៀតធ្លាក់អស់ទៀតទៅញ៉ាំទៀតធ្លាក់អស់ទៀតដល់ពេលអញ្ចឹងសួរថាញ៉ាំហ្នឹងវាយកទៅណាវាយកទៅធ្វើអីផ្សេងវាធ្វើខ្លាញ់វាយកធ្វើ glycogen យកទៅស្តុកទុកអញ្ចឹងយូរខ្លាញ់ញុកថ្លើមខ្លាញ់រំបេះដូងថត់ទៅឡើងគីឡូឈឺសន្លាក់ទៀតហើយអ្នកខ្លះយកទៅចាក់ចោលតាមទឹកនោមអញ្ចឹងកើតទឹកនោមប្រៃថ្ងៃក្រោយអាចនឹងកើតទឹកនោមប្រៃមុនកើតទឹកនោមផ្អែមទៀតហើយមានពេលខ្លះអាធ្លាក់ជាតិស្ករខ្លាំងហ្នឹងវាមានមហារីកប៉ុន្តែកម្រកើតណាស់ហើយអ្នកខ្លះទៀតក៏មានដុំហើយដុំហ្នឹងអត់ទាន់មហារីកទេប៉ុន្តែដុំហ្នឹងវាស្រូបស្ករបានច្រើនអញ្ចឹងទៅវាក៏ស្ករហ្នឹងក៏វាចេះចុះដែរអញ្ចឹងនៅពេលដែលយើងឃើញញ៉ាំស្ករទៅធ្លាក់ស្ករបាត់ញ៉ាំស្ករធ្លាក់ស្ករបាត់បើមកជួបដុកទ័រលីគឺមិនមែនថាអូអញ្ចឹងញ៉ាំស្ករឲ្យច្រើនឬមួយក៏អូញ៉ាំស្ករឲ្យញឹកមិនមែនអញ្ចឹងទេណាមិនមែនថាឲ្យមានស្ករគ្រាប់នៅជាប់ខ្លួនមិនមែនទិញទឹកអំពៅម្ដង1លីត្រអត់មែនអញ្ចឹងទេគឺត្រូវរកថាមូលហេតុអ្វីអ្នកឯងញ៉ាំស្ករទៅប៉ុណ្ណឹងអ្នកឯងយកស្ករទៅលាក់ទុកឯណាយកទៅចាក់ចោលឯណាតាមរកវាមូលហេតុអ្វីបានវាបាត់លោកស្រីចង់សួរលោកស្រីបន្តិចពាក់ព័ន្ធជាមួយនឹងបញ្ហាការញ៉ាំជាតិស្ករច្រើនហ្នឹងធ្វើឲ្យអ៊ីនស៊ូលីនចេញជាកំហុកធម្មតាអ៊ីនស៊ូលីននាំជាតិស្ករចូលទៅក្នុងកោសិកាហើយនៅក្នុងកោសិកាវាប្រើប្រាស់ជាតិស្ករដើម្បីផលិតថាមពលចុះហេតុអីបានជានៅពេលដែលយើងញ៉ាំអាហារដែលមានជាតិស្ករច្រើនហ្នឹងហើយអ៊ីនស៊ូលីនចេញច្រើនដើម្បីនាំជាតិស្ករចូលទៅក្នុងកោសិកាដើម្បីផលិតថាមពលហ្នឹងមនុស្សបែរជាមិនមានថាមពលទៅជាអស់ថាមពលនិងអស់កម្លាំងទៅវិញបាទអូខេនៅក្នុងឈាមតែកម្រិតជាតិស្ករធ្លាក់ចុះត្រឹម80ចុះក្រោមគឺរាងកាយរបស់យើងចាប់ផ្ដើមដំឡើងស្ករពិសេសខួរក្បាលគឺបញ្ជាឲ្យផលិតអរម៉ូន 2-3 យ៉ាងដំឡើងស្ករហើយដូចជាផលិតកូកទីសលមកដូចជាថាផលិតក្លូយកាហ្គូនមកណាដើម្បីឲ្យបញ្ចេញស្ករពីក្នុងថ្លើមឲ្យបញ្ចេញស្ករពីក្នុងសាច់ដុំបញ្ចេញស្ករពីក្នុងខ្លាញ់យកមកប្រើការណាហ្នឹងខួរក្បាលតែទាបជាង80វារស់អត់បានទេណាហើយបើត្រឹម80វាអាចរស់កើតតែបើសិនជា60 65ឬក៏ក្រោម60ហ្នឹងគឺខួរក្បាលហ្នឹងវាចង់សន្លប់ហើយបើអ្នកខ្លះ50សន្លប់អ្នកខ្លះ60សន្លប់អ្នកខ្លះ40បានសន្លប់វាអាស្រ័យទៅលើមនុស្សម្នាក់តម្រូវការនៃខួរក្បាលម្នាក់អ្នកខ្លះប្រើច្រើនអ្នកខ្លះអត់សូវប្រើអញ្ចឹងទៅអត់ត្រូវការស្ករច្រើនពេកទេអញ្ចឹងនៅពេលដែលយើងចេញអ៊ីនស៊ូលីនច្រើនអញ្ចឹង receptor insulin មានច្រើនណាស់នៅក្នុងសាច់ដុំនិងកន្លែងផ្សេងទៀតអញ្ចឹងreceptor នោះវាស្រូបអញ្ចឹងគ្រាន់តែសាច់ដុំស្រូបស្ករអស់មួយកណោណាអស់ 20% អស់ 40% ម្នាក់ឯងអញ្ចឹងទៅនៅសរីរាង្គដទៃទៀតវាស្រូបទៀតហើយនៅអាថ្លើមហ្នឹងពេលដែលមានអ៊ីនស៊ូលីនគឺចាប់ស្ករយកធ្វើខ្លាញ់ចាប់ស្ករយកធ្វើ glycogen អញ្ចឹងស្តុកទុកនៅក្នុងថ្លើមអញ្ចឹងវាស្រកជាតិស្ករនៅក្នុងឈាមអញ្ចឹងនៅពេលដែលស្រកជាតិស្ករនៅក្នុងឈាមខួរក្បាលគឺខ្វះពេលដែលខ្វះរោគសញ្ញារបស់វាគឺចង់សន្លប់ឬមួយក៏សន្លប់ឬមួយក៏បើតិចតួចដេកអត់លក់ឈឺក្បាលភ័យខ្លាចចុះលោកស្រីក្រែងខួរក្បាលវាមានកោសិកាខួរក្បាលដែរតើជាតិស្ករដែលអ៊ីនស៊ូលីននាំទៅហ្នឹងវាមិននាំចូលកោសិកាខួរក្បាលទេបានជាខួរក្បាលវាអត់ថាមពលហើយធ្វើឲ្យមនុស្សចង់ស្លាប់ចង់អីហ្នឹងទៅវិញបាទអូខេនៅក្នុងខួរក្បាលអត់មានកោសិកា receptor ចាប់អ៊ីនស៊ូលីនទេហើយនៅពេលដែលខ្វះគឺខួរក្បាលប្រើអាហារបម្រុងប្រភេទខ្លាញ់គឺខួរក្បាលពូកែស៊ីខ្លាញ់ណាស់វាស៊ីខ្លាញ់ច្រើនណាស់នៅលើក្របឈាមក្រហមក៏អត់មាន receptor insulin ដែរអ
អញ្ចឹងមានន័យថាវាចាប់ស្ករតាមរបៀបធម្មតាវាមិនអាចយកស្ករទៅទុកនៅក្នុងខួរក្បាលអញ្ចឹងអត់មាន receptor ចាប់ជាតិស្ករនៅក្នុងខួរក្បាលនិងនៅក្នុងក្របឈាមក្រហមទេណាបើសិនជាមានខួរក្បាលយើងញុកខ្លាញ់អស់ហើយធ្វើជាខួរក្បាលលែងកើតដែរពីព្រោះចាប់ស្ករចាប់ទុកនឹងចាប់យកធ្វើអីបើចាប់បំបែកទៅជាថាមពលនឹងវាបំបែកធម្មតាតែចាប់ទុកអត់បានចាប់ទុកគឺវាคล้ายទៅជាខ្លាញ់ឬក៏คล้ายទៅជា glycogen អញ្ចឹងនៅក្នុងហ្នឹងអត់មានកន្លែងផ្ទុកដូចថ្លើមទេថ្លើមមានកន្លែងផ្ទុកក្នុងខួរក្បាលមិនអាចផ្ទុកបានទេតែផ្ទុកខ្លាញ់បាន 80% នៃទម្ងន់ខួរក្បាលវាជាខ្លាញ់ហើយខ្លាញ់មានខ្លាញ់អាស៊ីតមានខ្លាញ់អាកុលមានកូលីនមានលីប៉ូប្រូតេអ៊ីនណាតែខួរក្បាលមិនអាចអត់ស្ករបានទេទោះជាយ៉ាងណាក៏ខួរក្បាលនៅតែត្រូវការស្ករប៉ុន្តែការចាប់ស្កររបស់វាគឺចាប់ធម្មតាមិនមែនចាប់តាមរបៀបប្រើ receptor insulin ដោយរាងកាយយើងនៅកន្លែងដតីទៀតទេហើយអាហ្នឹងវាជាចំណុចល្អមួយដែលថាមនុស្សពេលដែលគាត់កើតជំងឺទឹកនោមផ្អែមប្រភេទទី2គឺជាតិស្ករមិនអាចចូលទៅចិញ្ចឹមរាងកាយបានគ្រប់ចំនួនទេប៉ុន្តែខួរក្បាលនៅតែបានគ្រប់ចំនួនព្រោះវាអត់ត្រូវការ receptor insulin វាអត់ចាំបាច់ស្រូបស្ករតាមរយៈ receptor insulin ទេគឺវាស្រូបបានតាមរបៀបរបស់វាផ្សេងដែលមិនចាំបាច់មានតម្រូវការ insulin លោកស្រីបានមានប្រសាសន៍មុននេះបន្តិចថាកោសិកាក្របឈាមក្រហមវាអត់មាន receptor insulin ហើយខួរក្បាលក៏វាអត់មាន receptor insulin ដែរបើនៅក្នុងឈាមជាតិស្ករចេះស្អិតជាមួយនឹងកោសិកាក្របឈាមក្រហមតើនៅក្នុងខួរក្បាលវាមិនចេះស្អិតដែរទេហីបើវាអត់មាន receptor insulin ដូចគ្នានោះនៅពេលស្អិតខួរក្បាលគឺកើតជំងឺទឹកនោមផ្អែមប្រភេទទី4ពេលដែលច្រើនពេកវាស្អិតហើយ blood brain barrier គឺចម្រោះហ្មងអត់ឲ្យស្ករចូលទៅលើសចំនួនទេឲ្យនៅខាងក្រៅយកតែមួយចំនួនដែលអាចនឹងចូលក្នុងខួរក្បាលបានប៉ុន្តែបើចូលពេលខ្លះអាប្រព័ន្ធហ្នឹងវាទប់អត់ជាប់អញ្ចឹងវាទៅស្អិតនៅបាតភ្នែកស្អិតធ្វើឲ្យគ្រាប់ភ្នែកឡើងបាយអញ្ចឹងត្រឹមកឡើងលើហ្នឹងបើទៅមុខអាចផ្នែកមុខអាហ្នឹងអាចទៅបានច្រើនបន្តិចតែផ្នែកទៅខួរក្បាលគឺមានជញ្ជីងថ្លឹងមាន blood brain barrier នៅទប់នៅខាងក្រៅមិនឲ្យចូលផ្ដេសផ្ដាសមិនឲ្យចូលច្រើនពេកតែនៅតែអាចចូលច្រើនព្រោះមានពេលខ្លះខួរក្បាលរបស់មនុស្សជាពិសេសមនុស្សតកូវស៊ីធ្មេញឬមួយក៏អាឡែស៊ីច្រមុះដុសផ្សិតក្នុងច្រមុះអញ្ចឹងអា blood brain barrier អត់ប្រកែវាលហែកធ្លុះធ្លាយអញ្ចឹងវាជ្រាបចូលច្រើនដល់ជ្រាបចូលច្រើនបើវាស្ករនឹងចូលទៅចងជាប់កោសិកាខួរក្បាលណាកោសិកាខួរក្បាលហ្នឹងភ្លេចឲ្យកើត Alzheimer ទៀតក៏មានដែរហើយបើវាចូលទៅកន្លែង memory គឺលែងចាំ memory ហ្នឹងកាំងដូច virus C អញ្ចឹងខ្ញុំសូមបន្ថែមអំពីអាហារសម្បូរស្ករដែលជ្រាបលឿនពីព្រោះវិធីព្យាបាលដែលសំខាន់បំផុតមួយនោះគឺយើងត្រូវជៀសវាងអាហារដែលសម្បូរស្ករដែលជ្រាបលឿនយើងជៀសវាងវាទាំងអ្នកជាទាំងអ្នកកំពុងឈឺមានន័យថាបើយើងជាញ៉ាំអញ្ចឹងយូរទៅវាគង់តែឈឺដូចគេទេអញ្ចឹងជៀសវាងទាំងអស់គ្នាហើយបើអ្នកឈឺហើយមិនជៀសវាងអានឹងចង់ព្យាបាលមិនក៏មិនជាដែរអញ្ចឹងឯងបានខ្ញុំនិយាយថាវាសំខាន់អញ្ចឹងអាហារសម្បូរស្ករគ្រាប់ធញ្ញជាតិទាំងអស់សម្បូរស្ករហើយស្ករទាំងអស់សម្បូរស្ករឲ្យតែដាក់នៅក្នុងមាត់ទៅវាផ្អែមណាអញ្ចឹងរាប់ចូលមកទាំងទឹកឃ្មុំទាំងស្ករពោតណាហើយបើអាមេស្ករហ្នឹងទៀតវាផ្អែមដែរប៉ុន្តែវាមិនមែនស្ករអញ្ចឹងវាជាជាតិគីមីអញ្ចឹងវាក៏ប៉ះពាល់ការបញ្ចេញអ៊ីនស៊ូលីនហើយក៏ប៉ះពាល់រាងកាយក្នុងការស្រូបអ៊ីនស៊ូលីនតាមរយៈ receptor insulin ដែរអញ្ចឹងគ្រាប់ធញ្ញជាតិមានស្រូវអង្ករពោតសណ្ដែកអ្នកខ្លះគាត់ញ៉ាំទឹកសណ្ដែកហើយគាត់ថាខ្ញុំអត់បានដាក់ស្ករផងចុះវាជាគ្រាប់ធញ្ញជាតិអ្នកខ្លះញ៉ាំផ្លែពោតឥឡូវគេ GMO ណាខ្លះប៉ិនកជើងប៉ិនកភួនដៃប្រវែងណាណីនោះស្ករច្រើនណាស់យើងគ្រាន់តែគិតមើលទៅគេធ្វើស្ករពោតនោះណាបើសិនជាពោតអត់មានស្ករថៃបានគេយកស្ករពោតមកលក់ឲ្យយើងបានហើយអញ្ចឹងអានោះក៏កើតទឹកនោមផ្អែមដែរណាក៏មានជំងឺចេញពីជាតិស្ករដែរផ្លែឈើទឹកឃ្មុំសិតតែស្ករជ្រាបលឿនទាំងអស់បើផ្លែឈើហ្នឹងយកវាទៅកិនហើយឬមួយក៏អ្នកខ្លះយកម្នាស់ទៅគៀបយកទៅទឹកយកអាឡឹកទៅគៀបយកទៅទឹកយកក្រូចពោធិ៍សាត់ទៅគៀបយកទៅទឹកអាហ្នឹងទៅកាន់ទៅលឿនហើយបើយើងគិតឲ្យមែនតែនទៅគឺយើងយកតែស្ករហើយនឹងអាស៊ីតផឹកឯងប៉ុន្តែអាកាកវាដែលជួយរាងកាយមនុស្សហ្នឹងបោះចោលក្នុងធុងសម្រាមអស់លីងលើឧទាហរណ៍ដូចជាខ្លែបក្រូចមានពេលខ្លះយើងញ៉ាំទៅល្វីងស្កាតហាងអានោះសម្រាប់សត្វល្អិតអានោះធ្វើឲ្យមនុស្សអត់ចាស់ជួសជុលរាងកាយដំឡើងប្រព័ន្ធការពាររាងកាយឲ្យចេះសម្លាប់មេរោគនិងចេះបន្សាបជាតិពុលចេះជួសជុលខ្លួនឯងហើយចេះគ្រប់គ្រងប្រតិកម្មរលាកកុំឲ្យវារលាកជ្រុលពេករហូតដល់មានវិបត្តិដោយគេរលាករបៀបជំងឺ COVID អីនោះអញ្ចឹងយើងបោះវាចោលទៅក្នុងធុងសម្រាមអស់រលីងអញ្ចឹងឲ្យយើងចេះញ៉ាំគ្រប់គ្រងតើការញ៉ាំណាហើយទៅផឹកទឹកក្រូចទៅផឹកទឹកអំពៅទឹកដោះគោទឹកសណ្ដែកសុទ្ធតែជ្រាបលឿនទាំងអស់ហើយបើយើងមើលអ្នកដែលផឹកទឹកដោះគោច្រើនអ្នកដែលផឹកទឹកក្រូចកំប៉ុងច្រើនអ្នកដែលផឹកភេសជ្ជៈបើកម្លាំងច្រើនណាឬមួយក៏ទឹកផ្លែឈើធម្មជាតិទឹកអំពៅធម្មជាតិអីនោះគឺមានបញ្ហាច្រើននៅខូចប្រព័ន្ធការពាររាងកាយហើយជាទូទៅគ្រប់ជំងឺដែលបណ្ដាលមកពីជាតិស្ករយើងរកឃើញមុនរហូតបើយើងរហ័សមើលគឺយើងអាចបញ្ជៀសបានទាំងស្រុងគ្រប់ជំងឺដែលបណ្ដាលមកអំពីជាតិស្ករ
ឥឡូវនេះខ្ញុំអាចដឹងទៀតថាតើលំពេងរបស់យើងហ្នឹងកោសិកាបេតាដែលផលិតអ៊ីនស៊ូលីនហ្នឹងកំពុងផលិតបានប្រមាណភាគរយហើយកំពុងប្រឈមនឹងការខូចខាតឬមួយក៏ខូចខាតរួចហើយគឺយើងអាចកណនារក beta cells capacity សមត្ថភាពរបស់កោសិកាបេតានៅក្នុងលំពេងហើយយើងក៏អាចរកថាតើ receptor របស់ insulin ហ្នឹងវាមានកម្រិតណាវាធម្មតាឬមួយក៏វាស៊ាំឬមួយក៏វាផ្ទុយពីស៊ាំហើយជាទូទៅដូចខ្ញុំនិយាយតាំងពីខាងដើមអញ្ចឹងដើម្បីយើងមើលឲ្យដឹងពីបញ្ហាស្ករមិនមែនមើលតែស្ករម្នាក់ឯងទេគឺយើងត្រូវមើលក្រពេញគ្រប់យ៉ាងទាំងអស់ដែលពាក់ព័ន្ធនឹងការបំបែកស្ករទាំងអុកម៉ូនដំឡើងស្ករផងដែរនៅក្នុងនោះមានកូទីហ្សុលមានហ្គូលូយកាហ្គូននិងមានអាឌីប៉ូណេកទីនមានឡាប់ទីនទៀតដែលវាគនត្រូលភាពឆ្អែតរបស់មនុស្សកាលណាឡេបទីនអត់មានឬក៏ receptor ឡេបទីននៅក្នុងខួរក្បាលវាស៊ាំអានឹងញ៉ាំអត់ដឹងឆ្អែតទេអញ្ចឹងស្ករកាន់តែច្រើនទៅហើយក្រៅពីនោះយើងត្រូវមើលអង់ស៊ីមមួយចំនួនដែលចូលរួមនៅក្នុងប្រតិកម្មបំបែកស្ករណាគ្រាន់តែយើងមើលត្រង់សាមីណាគេហៅអាឡាតណាឬក៏ SGPT អង់ស៊ីមហ្នឹងបើយើងមើលតែម្នាក់ឯងឆ្កុយក៏វាមិនដឹងថាមានន័យថាម៉េចដែរតើមើលជាក្រុមក៏ប៉ុន្តែវាជាអង់ស៊ីមមួយដែលនៅពេលដែលស្ករច្រើនពេកបំលែងឲ្យទៅជាអាស៊ីតឡាក់ទិកឬមួយក៏បំលែងឲ្យទៅជា L-alanine ដែលជាអាមីណូអាស៊ីតជាតិសាច់ឬមួយក៏បំលែងទៅជា acetyl-CoA คล้ายទៅជាខ្លាញ់ឬមួយក៏คล้ายទៅជាថាមពលអញ្ចឹងអាអង់ស៊ីមហ្នឹងវាសំខាន់ណាស់ត្រូវមើលទាំងអង់ស៊ីមហ្នឹងទៀតហើយពេលដែលយើងមើលអង់ស៊ីមយើងត្រូវចេះវិភាគមិនមែនគ្រាន់តែមើលអង់ស៊ីមត្រង់សាមីណាអូអាហ្នឹងជាតិពុលក្នុងថ្លើមមិនមែនទេវាមិនមានន័យអញ្ចឹងទេអានោះមិនដឹងថាអ្នកណាអ្នកនិយាយឯងចង់និយាយថាជាតិពុលក្នុងថ្លើមវារឿងមួយឯងដែលធ្វើឲ្យយើងឡើងត្រង់សាមីណាមេរោគក្នុងថ្លើមមួយឯងវាធ្វើឲ្យយើងឡើងត្រង់សាមីណាក៏ប៉ុន្តែវាមានរឿងជាច្រើនទៀតខ្លាំងណាស់ដែលថាត្រង់សាមីណានឹងឡើងមានពេលខ្លះកំពុងស្លាប់សាច់ដុំបេះដូងឡើងត្រង់សាមីណាអាសាតហើយអញ្ចឹងយើងធ្វើតេស្តតែមួយអញ្ចឹងយើងឆ្លើយមិនរួចទេថាយើងឡើងដោយសារមូលហេតុអ្វីមួយទៀតយើងត្រូវមើលជាតិខ្លាញ់ triglycerid សំខាន់ណាស់ហើយចំណុចសំខាន់មួយអ្នកខ្លះគាត់ទៅមើល A1C មើលតែ A1C តែមួយគត់ដើម្បីធ្វើសេចក្តីសម្រេចថាគាត់ប្រឈមនឹងការកើតទឹកនោមផ្អែមឬក៏អត់អាហ្នឹងខុសហើយទី1 A1C មនុស្សខ្លះគាត់មាន hemoglobin A ហ្នឹងវាទាប 25% មាន hemoglobin A វាទាបដល់ពេលឃើញអា hemoglobin A1C វាតិចស្មានតែខ្លួនអត់កើតទឹកនោមផ្អែមតែនឹងធ្វើបានតែពេលដែលយើងមាន hemoglobin A 97 ឬ 98% នៃ hemoglobin ធម្មតាតែមនុស្សខ្លះ 25% នៃជនជាតិខ្មែរយើងមាន hemoglobin A មិនគ្រប់97 ឬ 98% ទេគឺមានតែ50មានមនុស្សខ្លះមានតែ 3.8 ខ្ញុំធ្វើតេស្តអាសាឃើញហើយដល់ពេលអញ្ចឹងគាត់មិនអាចយក hemoglobin A1C យកទៅតាមដានឬមួយក៏ធ្វើតេស្ត screen រកជំងឺទឹកនោមផ្អែមបានទេហើយក៏មិនអាចយកវាទៅប្រើប្រាស់ដើម្បីតាមដានការព្យាបាលជំងឺទឹកនោមផ្អែមដែរត្រូវតែយកតេស្តដទៃទៀតយកមកប្រើប្រាស់មិនមែន out of date ទេនៅតែប្រើបានសម្រាប់មនុស្សស្រុកខ្មែរយើង 75% ក្នុង100នាក់ប្រើបាន75នាក់អញ្ចឹង25នាក់ទៀតគាត់អត់ដឹងរឿងហ្នឹងគាត់ចេះតែទៅមើលជាមួយនឹងគេដែរអញ្ចឹងបើគាត់ទៅមើលជាមួយនឹងគេដែរគឺអាចធ្វើសេចក្តីសម្រេចខុសហើយបើសិនជាលទ្ធផលហ្នឹងចាប់ពី 6.5% ឡើងលើនោះគឺកើតជំងឺទឹកនោមផ្អែមហើយតែបើសិនជាទាបជាងនោះមិនមែនមានន័យថាយើងមិនកើតជំងឺទឹកនោមផ្អែមទេដោយសារយើងមាន hemoglobin A តិចជាងគេដូចអ្នកជំងឺខ្ញុំម្នាក់គាត់មាន hemoglobin A តែ 50% មិនមែន 98% ដោយប្រជាពលរដ្ឋធម្មតាទេគាត់មានតែ 50% ទេដល់ពេល hemoglobin A1C មាន 5.5 ដុកទ័រថាមិនឲ្យញ៉ាំថ្នាំទឹកនោមផ្អែមទេទោះជាស្កររបស់គាត់នោះ300ហើយក៏ដោយដល់ពេលនោះវាធ្វើឲ្យគាត់លើសឈាមវាធ្វើឲ្យគាត់ខ្សោយបេះដូងធ្វើឲ្យគាត់ខ្សោយខួរក្បាលធ្វើឲ្យគាត់អត់មានកម្លាំងនិយាយរួមដូចមនុស្សកើតជំងឺទឹកនោមផ្អែមកម្រិតធ្ងន់អញ្ចឹងដោយសារយើងគិតមើលទៅបើយើងមានតែ 50% hemoglobin A យើងអញ្ចឹងបើយើងមើលទៅឃើញ 5.5 មានន័យថាបើយើងគ្រាន់តែគុណទៅក៏វា10 11អីដែរអញ្ចឹង10ហើយនឹង11គឺជំងឺទឹកនោមផ្អែមដែលកម្រិតធ្ងន់អញ្ចឹងនៅពេលដែលយើងមើលលទ្ធផល hemoglobin A1C យើងត្រូវតែចាប់អារម្មណ៍ថា hemoglobin A របស់យើងមានប្រមាណ
បើមានតិចយើងមិនអាចយកវាមកធ្វើជាគល់ដើម្បីរករកជំងឺទឹកនោមផ្អែមឬមួយក៏យកមកតាមដានប្រសិទ្ធភាពនៃការព្យាបាលជំងឺទឹកនោមផ្អែមបានទេអញ្ចឹងគេធ្វើទៅតាមមនុស្សភាគច្រើននៅស្រុកយើងមាន hemoglobin A ខុសប្រក្រតីហ្នឹងច្រើនជាងស្រុកគេអញ្ចឹងឧស្សាហ៍ជួបណាស់អ្នកដែលមានបញ្ហា hemoglobin A ហើយទៅមើល A1C ឃើញទាបហើយស្មានថាល្អ តែបើអញ្ចឹងជាទូទៅអ្នកជំងឺគួរធ្វើបែបម៉េចទៅលោកស្រីជាមនិន ជាទូទៅនៅពេលអ្នកជំងឺម្នាក់ទូរស័ព្ទប្រាប់ខ្ញុំឬមួយក៏គាត់មកព្យាបាលជំងឺនៅកន្លែងខ្ញុំពេលដែលគាត់ប្រាប់ថាគាត់ធ្លាក់ជាតិស្ករខ្ញុំតែងសួរថាពីមុនធ្លាប់ធ្លាក់ឬក៏អត់ហើយធ្លាក់តាំងពីពេលណាមកពីព្រោះប្រវត្តិនៃជំងឺបើយើងដឹងរយៈពេលគឺយើងអាចនឹងប៉ាន់ប្រមាណថាវាកើតដោយសារអីហើយបន្តិចទៀតនឹងកើតអ្វីហើយជាទូទៅតាមធម្មតាវាមិនដែលនៅសុកមនុស្សមិនដែលធ្លាក់ជាតិស្ករស្រាប់តែធ្លាក់ទេអ្នកណាក៏ដោយប្រញាប់មើលមិនដឹងថាមានមូលហេតុអ្វីខ្លះទេវាមិនមែនមានតែរឿងកោសិកាបេតាបញ្ចេញច្រើនពេកឬមួយក៏ញ៉ាំអាហារសម្បូរស្ករច្រើនពេកឬមួយក៏ insulin នឹងវា sensitive ពេកមានន័យថាវាធ្វើការខ្លាំងពេកលឿនពេកណាវានៅមានអ្វីផ្សេងទៀតពីខាងដើមខ្ញុំបានប្រាប់ថាករណីកម្រខ្លះគាត់កើតមហារីកករណីខ្លះទៀតមានដុំករណីខ្លះទៀតពោះវៀនអត់ជ្រាបករណីខ្លះទៀតមានមេរោគស៊ីស្ករមេរោគល្បែងស៊ីស្ករលឿនហើយមានមនុស្សខ្លះគាត់ធ្លាក់ស្ករដោយសារតែគាត់ញ៉ាំតិចពេកហើយគាត់ហាត់ប្រាណច្រើនពេកនឹងក៏មានមួយដែរក្រៅពីជំងឺធ្លាក់ជាតិស្ករយើងអាចរកជំងឺស៊ាំអ៊ីនស៊ូលីនជំងឺស៊ាំអ៊ីនស៊ូលីនវាមានពីរជំហានទី1គេហៅ early មានន័យថាទឹកបង្កើតតិចបើយើងបញ្ឈប់វាលឿនណាស់មួយអាទិត្យពីរអាទិត្យហើយអាមួយទៀតវាកើតយូរហើយកើត2-3ឆ្នាំឬក៏5ឆ្នាំហើយតែមិនទាន់កើតទឹកនោមផ្អែមទេអញ្ចឹងអានឹងយើងត្រូវការពេលរាប់ខែបានយើងអាចប្រែប្រួលបានហើយមនុស្សខ្លះគាត់មិនសូវធ្វើតាមយើងឬក៏គាត់ធ្វើដែរតែធ្វើខ្លះអត់ខ្លះអញ្ចឹងនឹងអាច 2-3 ឆ្នាំបានអាចនឹងមកធម្មតាវិញតែបើគាត់មិនធ្វើសោះហើយគាត់មិនអើពើហើយគាត់មិនជឿអានោះអាចនឹង3ឆ្នាំយ៉ាងយូរកើតទឹកនោមផ្អែមប្រភេទទី2ហើយពេលដែលចេញរោគសញ្ញាទឹកនោមផ្អែមប្រភេទទី2ជាទូទៅតម្រងនោមខ្សោយបេះដូងក៏ខ្សោយឈាមក៏លើសខ្លាញ់ក៏ញក់ខ្លាញ់ក៏រុំសន្លាក់ក៏អាចរលាកពោះវៀនក៏អាចរលាកសរសៃប្រសាទខួរក្បាលចុះខ្សោយទាំងអស់ជំងឺមួយទៀតគឺ metabolic syndrome ហ្នឹងដូចជំងឺឡានវាស៊ីសាំងចឹងម៉ាស៊ីនចាស់វាស៊ីសាំងច្រើនផលិតថាមពលបានតិចហើយមានជាតិពុលកើនឡើងច្រើនអញ្ចឹងមានន័យថាគាត់ញ៉ាំបាយច្រើនជាងគេគាត់ញ៉ាំអ្វីច្រើនប៉ុន្តែផលិតថាមពលបានតិចហើយសំណល់គីមីកើនឡើងគឺស្ករសល់ខ្លាញ់សល់អាស៊ីតសល់កម្លាំងថយចុះខួរក្បាលក៏ថយចុះមានភ្លេចមានអស់កម្លាំងហើយមានរលាកសន្លាក់មានដុសមេរោគផ្លូវទឹកនោមមានដុសមេរោគក្នុងទ្វារមាសឬមួយក៏ក្រពះពោះវៀនឬមួយក៏ផ្លោកនោមឬមួយក៏ប្រុសមានបញ្ហាក្រពេញប្រុសស្តាតឧស្សាហ៍ថប់ដង្ហើមឆាប់ហត់ឆាប់ខឹងពិបាកគេងអ្នកខ្លះមិនពិបាកគេងទេតែងងុយគេងទាំងយប់ទាំងថ្ងៃឡើងគីឡូហើយខំអត់មិនខំហាត់ប្រាណមិនក៏នៅតែមិនស្រកផឹកទឹកក៏ឡើងគីឡូដែរអានោះគឺជាជំងឺមួយដែលជាប្រភពនៃជំងឺរ៉ាំរ៉ៃជាច្រើនដែលជាជំងឺចាស់បើយើងកើតវានៅក្មេងក៏ខ្លួនយើងចាស់ដែរអ្នកខ្លះអាយុ36អីស្មើនឹងគេ50ឬមួយក៏70បើយើងមើលគ្រឿងក្នុងរបស់គាត់ហើយអានោះត្រូវកែប្រែច្រើនកែប្រែអីខ្លះរបៀបរស់នៅបរិស្ថាននៃការរស់នៅហើយជំងឺរ៉ាំរ៉ៃដែលផ្ទុកដូចជានៅក្នុងមាត់ធ្មេញនៅក្នុងក្រពះពោះវៀននៅក្នុងសរីរាង្គភេទនៅលើស្បែកហើយនឹងបរិស្ថានក្នុងការរស់នៅគឺដូចជារបៀបយើងសម្អាតរបៀបប្រើប្រាស់ជាតិគីមីលើខ្លួនផ្ទះដែលមានមេរោគផ្ទះដែលមានផ្សិតឬមួយក៏ដុតសម្រាមឬមួយក៏បាញ់ថ្នាំមូសឬមួយក៏កន្លែងគាត់នៅគេកន្លែងដែលគាត់លក់ដូរហើយលក់ដូរសិតតែរបស់ដែលមានជាតិពុលអញ្ចឹងអាហ្នឹងវាមានច្រើនណាស់តតែយើងទៅពិគ្រោះជាមួយគ្រូពេទ្យហើយយើងរកទាំងអស់បរិស្ថានជុំវិញខ្លួនត្រូវតែរកមិនមែនរកតែបរិស្ថាននៅក្នុងខ្លួនហើយមិនមើលអ្វីដែលនៅជុំវិញខ្លួនទេហើយបើយើងអត់មើលទោះជាយើងខំចាយលុយប៉ុណ្ណាដើម្បីទៅរកអាបរិស្ថានក្នុងខ្លួនហើយនឹងទៅទប់អាបរិស្ថានក្នុងខ្លួនឲ្យស្អាតដើម្បីឲ្យយើងអត់ឈឺនោះគឺវាពិបាកណាស់នៅពេលដែលបរិស្ថានខាងក្រៅដែលវាមានឥទ្ធិពលប្រចាំថ្ងៃទៅលើបរិស្ថានខាងក្នុងនៃរាងកាយយើងអញ្ចឹងអាក្រៅវាកំណត់អាក្នុងអាការញ៉ាំទៅក៏កំណត់អាការដកដង្ហើមចូលទៅក៏កំណត់អាការប្រើប្រាស់លើស្បែកនឹងក៏កំណត់អាខាងក្នុងថាខាងក្នុងល្អឬមិនល្អ
ឥឡូវនិយាយបន្តិចអំពីទឹកនោមផ្អែមប្រភេទទី3ទឹកនោមផ្អែមប្រភេទទី3គឺជាទឹកនោមផ្អែមដែលស្រដៀងគ្នានឹងទឹកនោមផ្អែមប្រភេទទី1តែកើតនៅពេលដែលយើងមានវ័យចំណាស់បន្តិចហើយមិនមែនកើតតាំងពីកូនក្មេង6ខែឬក៏10ឆ្នាំទេហើយវាជាទឹកនោមផ្អែមពិសេសដែលក្រពេញបញ្ចេញក្នុងក៏ខូចក្រពេញបញ្ចេញក្រៅក៏ខូចគឺលំពែងនោះវាកាត់បន្ថយការផលិតអ៊ីនស៊ូលីនហើយវាក៏កាត់បន្ថយការផលិតអង់ស៊ីមដើម្បីបំបែកអាហារសម្បូរស្ករបំបែកខ្លាញ់និងបំបែកសាច់ហើយជំងឺនោះគឺមិនមែនកើតឡើងដោយសារយើងញ៉ាំច្រើនពេកឬមួយក៏ដោយសារយើងមានកត្តាដំណរពូជអីទេឬមួយក៏អត់ហាត់ប្រាណអីទេគឺវាអាចកើតឡើងដោយសារការរលាកលំពែងហើយរលាករ៉ាំរ៉ៃគ្រាន់តែថាចំណុចមួយនៃការរលាកលំពែងរ៉ាំរ៉ៃហ្នឹងគឺកើតចេញអំពីការញ៉ាំច្រើនដែលញ៉ាំច្រើនស្ករក៏ច្រើនគីមីក៏ច្រើនជៀនបំពងក៏ញឹកញាប់គ្រឿងកំប៉ុងស្រាយនោះធ្វើឲ្យមានការរលាកលំពែងរ៉ាំរ៉ៃមានពេលខ្លះការរលាកលំពែងរ៉ាំរ៉ៃខ្លះវាមានអីតាក់ទងជាមួយនឹងមេរោគដែលនៅក្នុងមាត់ច្រមុះធ្មេញត្រចៀកបំពង់កដែលវាអាចធ្វើឲ្យមានផលប៉ះពាល់ទៅលើលំពែងជាពិសេសប្រភេទវីរុសតែក៏អាចពាក់ព័ន្ធជាមួយនឹងមេរោគដទៃទៀតដែលជាសត្វល្អិតពីព្រោះអាហ្នឹងគេហៅ reactive inflammatory disease មានន័យថាយើងមានមេរោគឬគល់នៃបញ្ហានៅកន្លែងមួយផ្សេងទៀតហើយវាបញ្ចេញជាតិពុលទៅដល់ណាវារលាកទៅដល់នោះអញ្ចឹងវាជាចម្លើយឆ្លើយតបឧទាហរណ៍ថាមានដង្កូវស៊ីធ្មេញស៊ីដល់ឆ្អឹងនៅក្នុងឆ្អឹងមានខ្ទុះដែលរាលដាលចេញពីធ្មេញមកឆ្អឹងថ្គាមលើឬក៏ថ្គាមក្រោមអញ្ចឹងអានោះវាបញ្ចេញជាតិពុលច្រើនប្រព័ន្ធការពាររាងកាយវាផលិតអាវត្ថុបង្កការរលាករហូតហើយអញ្ចឹងទៅវាប៉ះពាល់ទៅដល់កោសិកាលំពែងដែរហើយពេលនោះវាមិនមែនប៉ះតែលើកោសិកាលំពែងទេវាប៉ះកន្លែងច្រើនទៀតអញ្ចឹងឯងបានទឹកនោមផ្អែមប្រភេទទី3ក្រៅពីលំពែងវាមានពោះវៀនតូចវាមានប្រមាត់វាមានថ្លើមវាជាចង្កោមនៃជំងឺដែលរ៉ាំរ៉ៃប៉ុន្តែសំខាន់គឺវាប៉ះទៅលើលំពែងគឺក្រពេញបញ្ចេញក្រៅដើម្បីរំលាយអាហារអញ្ចឹងនៅពេលដែលយើងរំលាយអាហារមិនបានអាហារវារលួយអញ្ចឹងរោគសញ្ញាមានពេលខ្លះចុកពោះទេកើតជំងឺទឹកនោមផ្អែមទី3ហ្នឹងគឺចុកពោះអស់កម្លាំងហើមពោះឆ្អល់ពោះគេងអត់លក់អីអញ្ចឹងទៅណាពិបាកបត់ជើងធំអីអញ្ចឹងទៅហើយជំងឺទឹកនោមផ្អែមប្រភេទទី3ហ្នឹងបើសិនជាយើងរកឃើញយើងអាចព្យាបាលជាគឺបញ្ឈប់ការរលាកលំពែងរ៉ាំរ៉ៃការរលាកលំពែងរ៉ាំរ៉ៃខ្លះកើតចេញពីជាតិគីមីខ្លះកើតចេញពីស្រាដែរស្រាចូលចិត្តធ្វើឲ្យរលាកលំពែងណាហើយនឹងចូលចិត្តធ្វើឲ្យកើតមហារីកលំពែងណាហើយមានពេលខ្លះយើងថាគាត់កើតទឹកនោមផ្អែមប្រភេទទី3ប៉ុន្តែទៅមើលស្ករធម្មតាប៉ុន្តែអាការៈផ្សេងទៀតដែលយើងប្រើប្រាស់ស្ករហ្នឹងគឺវាខុសប្រក្រតីអញ្ចឹងមែនតើទៅមានពេលខ្លះវាលាក់មុខដោយសារយើងខ្លាចឡើងជាតិស្ករយើងខំហាត់ប្រាណយើងខ្លាចឡើងជាតិស្ករយើងខំបន្ថយអាហារដែលសម្បូរស្ករទៅញ៉ាំបន្លែឲ្យច្រើនហើយដល់ពេលអញ្ចឹងវាលាក់មុខឃើញអាជាតិស្ករហ្នឹងល្មមឯង A1C ក៏មិនកើតអីដែរប៉ុន្តែដល់ពេលយើងរកមែនតើគឺជាជំងឺមួយដែលពាក់ព័ន្ធជាមួយនឹងជាតិស្ករខ្លាំងមែនតើហើយផលវិបាករបស់វាដូចគ្នាបេះបិទនឹងទឹកនោមផ្អែមប្រភេទទី1និងប្រភេទទី2មានន័យថាប៉ះភ្នែកមិនល្ងឹតមិនអាទី1អាទី2និងអាទី3ដូចគ្នាប៉ះតម្រងនោមមិនប៉ះសរសៃប្រសាទមិនគឺប៉ះដូចគ្នាបេះបិទអញ្ចឹងប្រភេទទឹកនោមផ្អែមប្រភេទទី3ហ្នឹងគឺជាទឹកនោមផ្អែមដែលជាប្រភេទទី1ហើយកើតឡើងពេលយើងពេញវ័យហើយបានកើតហើយវាកើតជាមួយនឹងខ្សោយលំពែងនៅក្នុងការបញ្ចេញអង់ស៊ីមរំលាយអាហារលក្ខណៈពិសេសរបស់វាមួយទៀតគឺនៅក្នុងអ្នកជំងឺដែលមានទឹកនោមផ្អែមប្រភេទទី3ហ្នឹងមានពេលខ្លះគាត់មានជាតិស្ករធម្មតាហើយអញ្ចឹងយើងមិនអាចព្យាបាលដូចគ្នាទេយើងទៅព្យាបាលតាមរបៀបការរស់នៅល្អការតមស្ករការឈប់ញ៉ាំគីមីនិងការព្យាបាលជំងឺរលាកលំពែងវិញនៅក្នុងសាលាប្រទេសខ្លះបង្រៀនហើយទឹកនោមផ្អែមប្រភេទទី3ហ្នឹងនៅកន្លែងខ្លះអត់ទាន់បង្រៀនទេអញ្ចឹងតើតើយើងស្រាវជ្រាវបានយើងដឹងហើយបើយើងពិបាកស្រាវជ្រាវពេកយើងចូល Wikipedia តែកាលណាអត់ទាន់ចេញច្បាស់លាស់គឺគេមិនកត់ត្រាចូលទៅក្នុង Wikipedia ទេអញ្ចឹងបើសាលាមិនទាន់បង្រៀនយើងមិនដែលឮយើងទៅចូល Wikipedia ទៅ Type 3C diabetes ណាយើងចូលទៅក្នុងទឹកនោមផ្អែមប្រភេទទី3ទៅវាចេញមកឲ្យថាកើតដោយសារអីហើយអានោះជួយមនុស្សបានច្រើនណាស់ព្រោះមនុស្សខ្លះជាពិសេសពេលដែលគាត់ពេញវ័យហើយគ្មានកត្តាដំណរពូជទៀតហើយស្រាប់តែកើតទឹកនោមផ្អែមគឺយើងជួយគាត់ច្រើនណាស់យ៉ាងហោចបំផុតយើងជួយបានមិនឲ្យគាត់មានផលវិបាកនៃជំងឺទឹកនោមផ្អែមពីព្រោះពួកគាត់ដាក់ថ្នាំបញ្ចុះស្ករមានពេលខ្លះអាស្ករនឹងចុះជ្រុលហើយពិបាកក្នុងខ្លួនណាហើយរលាកលំពែងកាន់តែខ្លាំងដោយសារជាតិគីមីដែលគេញ៉ាំដើម្បីបញ្ចុះស្ករនៅពេលហ្នឹងវាធ្វើឲ្យរលាកថែមទៀតក្រៅពីចុះស្ករជ្រុលវាធ្វើឲ្យរលាកថែមទៀតតែបើទឹកនោមផ្អែមប្រភេទទី3នឹងវាឡើងស្ករដោយសារគាត់ញ៉ាំច្រើនពេកហើយគាត់មិនហាត់ប្រាណអាហ្នឹងគេត្រូវប្រើខ្លះដែរ
ព្រោះធ្វើម៉េចបើគាត់មិនព្រមតមអញ្ចឹងมันមានជំរឿអ្វីក្រៅពីដាក់ថ្នាំគីមីអីគាត់ទេតែមនុស្សខ្លះគាត់ព្រមទទួលយកថ្នាំគីមីឲ្យគាត់រកវិធីផ្សេងគាត់មិនព្រមទេអ្នកជំងឺប្រភេទអញ្ចឹងក៏ខ្ញុំធ្លាប់ជួបដែរហើយពេលហ្នឹងបើសិនជាយើងបង្ខំគាត់ក៏គាត់អត់ធ្វើតាមដែរយើងពន្យល់គាត់ច្រើនពេកគាត់ថាយើងបំភ័យគាត់ពីព្រោះតាមធម្មតាយើងនិយាយថាគាត់កើតទឹកនោមផ្អែមតែអត់ឲ្យញ៉ាំថ្នាំទឹកនោមផ្អែមឲ្យគាត់តមឲ្យគាត់ហាត់ប្រាណហើយទៅព្យាបាលលំពេងគាត់ទៅព្យាបាលសត្វល្អិតគាត់ទៅព្យាបាលតកូវស៊ីធ្មេញគាត់អាហ្នឹងគាត់ថាចម្លែកណាស់អ្វីដែលថ្មីគឺវាចម្លែកអញ្ចឹងតែបើយើងធ្វើតាមអត់មានអីខាតផងយើងគួរធ្វើតែបើយើងអត់ធ្វើគឺយើងជាមនុស្សដែលឈឺជំងឺនឹងមុនគេហើយយើងទម្រាំតែគេដឹងទូទៅយើងទៅណាបាត់យើងទៅបាត់ចឹងនិយាយថាយើងស្លាប់ទៅបាត់ទម្រាំតែគេចេញមកទូទៅថាអូអានឹងជំងឺទឹកនោមផ្អែមប្រភេទទី3ត្រូវព្យាបាលចេះយើងទៅបាត់ហើយមានពេលខ្លះទៀតមនុស្សខ្លះគាត់កើតជំងឺទាំងអស់ក្នុងពេលតែមួយគឺអាលេខ1ក៏កើតលេខ2ក៏កើតលេខ3ក៏កើតលេខ4ក៏កើតហើយ metabolic syndrome ក៏កើតទៀតហើយកំពុងតែនៅសុកមានពេលខ្លះនោះគឺអា insulin receptor នោះគឺវាធ្វើការខ្លាំងមែនតើហើយពេលហ្នឹងយើងកំពុងញ៉ាំថ្នាំទឹកនោមផ្អែមឬក៏ចាក់ថ្នាំទឹកនោមផ្អែមធម្មតាលេងស្រាប់តែអារាងកាយហ្នឹងវាប្រែប្រួលមកផ្លែតคล้ายទៅជាសន្លប់ភ្លាមចឹងបានយើងកុំធ្វើអីឲ្យរាងកាយរបស់យើងហ្នឹងវាប្រែប្រួលខុសប្រក្រតីមានពេលខ្លះគ្រាន់តែយើងអត់បានគេងពី3យប់ក៏អាចប្រែប្រួលបានដែរហើយមានពេលខ្លះអាប្រែប្រួលទៅល្អហ្នឹងស្រាប់តែយើងរស់នៅល្អយើងសប្បាយចិត្តយើងគេងស្កប់យើងមានខ្យល់ដកដង្ហើមបរិសុទ្ធហើយយើងទៅព្យាបាលថ្នាំទឹកនោមផ្អែមដដែលអត់មានបន្ថយអញ្ចឹងវាធ្លាក់ជ្រុលហើយអាហ្នឹងតើតែយើងស្គាល់ខ្លួនឯងឲ្យច្បាស់ហើយបន្តការរៀនសូត្រតាំងស្មារតីឲ្យនឹងណហើយតាមដានស្ដាប់ខ្លួនឯងតើរាងកាយរបស់យើងនឹងវាចេញរោគសញ្ញាមកវាចង់និយាយប្រាប់យើងថាម៉េចខ្លះមិនមែនថាឈឺក្បាលឲ្យញ៉ាំថ្នាំបាត់ឈឺក្បាលឈឺសន្លាក់ឲ្យញ៉ាំថ្នាំបាត់ឈឺសន្លាក់ណាក្តៀនទៅញ៉ាំថ្នាំបន្ទន់លាមកមិនមែនអញ្ចឹងទេអានឹងគេមិនមែនហៅស្ដាប់ខ្លួនឯងទេគឺបង្ខំខ្លួនឯងហើយនឹងបង្ក្រាបខ្លួនឯងហើយអញ្ចឹងឯងបានគេឲ្យយើងរៀនហើយរៀនអំពីគ្រូពេទ្យហើយបើមិនមកពេទ្យទេស្ដាប់កូនសោសុខភាព